ខ្លីខ្លឹមស្ដាប់គិតពិចារណាទាំងអស់គ្នាប្រិយមិត្តអើយក្មួយដុកទ័រគាត់បកស្រាយសមហេតុសមផលអាចទទួលយកបានណាអរគុណណានិយាយរឿងការតឡើងពន្ធ49%និង97%ដែលយើងតែនិយាយថាអូយកពន្ធពីគេ97%អញ្ចឹងគេយកពន្ធ49%វិញមិនអញ្ចឹងទេអាហ្នឹងគឺជាការគិតដែលខុសនឹងព័ត៌មានដែលមិនពិតទាំងអស់គ្នាធ្វើដុកទ័រសុកចេញនិយាយរឿងសេដ្ឋកិច្ចទៀតតាមពិតមិនអញ្ចឹងទេខ្ញុំចង់មកនិយាយព័ត៌មានទូទៅថាលេខ97លេខ49ដែលគេដាក់ហ្នឹងបានមកពីណាវាអត់មាន detail រឿងសេដ្ឋកិច្ចអីទេពីព្រោះថាខ្ញុំក៏មិនសូវចេះដែរប៉ុន្តែនេះគឺជាព័ត៌មានពិតដែលគេចុះនៅ BBC លោកជំទាវចំនិមលក៏គាត់បានធ្វើការបកស្រាយដែរឥឡូវខ្ញុំនិយាយឲ្យអ្នកទាំងអស់គ្នាយល់ទី1នៅពេលដែលអាមេរិកទិញអីវ៉ាន់ពីយើងទៅស្មើយើងនាំចេញទៅគេអាមេរិកទិញពីយើងទៅ100យើងទិញពីគេវិញបានតែ3ទេគឺគេយកលេខហ្នឹងមកដកតែម្ដងបានន័យថាគេយក100ដក3ហ្នឹងគឺឃើញ97បានន័យថាអូខ្ញុំទិញពីខ្មែរច្រើនណាស់ទិញរហូតដល់97តែខ្មែរទិញពីខ្ញុំវិញតែ3ទេហើយបានគេយកមក97ហ្នឹងយកមកចែកនឹង100ចំនួនសរុបដែលគេចេញហ្មងស្មើនឹង97%ទំនិញដែលអាមេរិកទិញពីខ្មែរទៅស្មើនឹង97%នៅទំនិញដែលខ្មែរទិញពីគេទៅវិញតែ3%ទេអញ្ចឹងអាមេរិកធ្វើឲ្យមានចិញ្ចិញគេថាសន្តិភាពចិញ្ចិញពាណិជ្ជកម្មអញ្ចឹងធ្វើមិនឲ្យទិញ50-50ដូចគ្នាអញ្ចឹងអញ្ចឹងហើយក៏គាត់យកអាលេខ97%ហ្នឹងមកចែកជា2ហ្មងចេញជា49%តឡើងពន្ធអញ្ចឹងយកហ្មងរហូតដល់មានភាពស្មើគ្នានៃចិញ្ចិញពាណិជ្ជកម្មនាំចេញនាំចូលស្មើគ្នា